Xin lỗi các bạn đã xuống đây theo dõi kênh ngàyនេះខ្ញុំអានវិទ្យាសាស្ត្រមេរៀនទី3ប្រភពផ្ដល់កម្លាំងតើកម្លាំងបានមកពីអ្វីខ្លះកម្លាំងបានមកពីចរន្តទឹកហូរកម្លាំងបានមកពីសាច់ដុំកម្លាំងបានមកពីចរន្តអគ្គិសនីកម្លាំងបានមកពីចរន្តខ្យល់កម្លាំងបានមកពីប្រភពច្រើនណាស់យ៉ាងណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃគេច្រើនប្រើកម្លាំងមកដាក់ដែលបានមកពីក៏សាច់ដុំមនុស្សឬសត្វសាច់ដុំមករបស់មនុស្សនិងសត្វភាគច្រើនអាចផ្ដល់កម្លាំងសម្រាប់ធ្វើការផ្សេងខចរន្តទឹកហូរជាកម្លាំងអាចធ្វើឲ្យវត្ថុផ្សេងដូចជាទូកក្បូនមានចរន្តទៅមុខបានគោចរន្តខ្យល់ដាក់ជាកម្លាំងអាចធ្វើឲ្យវត្ថុមួយចំនួនដូចជាការរហូតមានចរន្តចរន្តអគ្គិសនីអាចផ្ដល់កម្លាំងដែលអាចធ្វើឲ្យវត្ថុខ្លះមានចរន្តបានជាទូទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃមនុស្សយើងត្រូវការប្រភពផ្ដល់កម្លាំងផ្សេងទៀតដូចជាមេដែកម្សៅកម្ដៅពន្លឺសំឡេងសម្រាប់បំពេញតម្រូវការជំរាបលាបងប្អូនទាំងអស់គ្នា